បាទនេះជាយើងប្រភេទនេះNissan Frontier នេះគាត់វាឡើងត្រង់ទីបាទឥឡូវយើងធ្វើការ set បាទកុំព្យូទ័រជុំវាឡើងទៅដល់1500បាទមកហើយធ្វើឲ្យត្រង់ទីឡើងខ្លាំងឥឡូវយើងធ្វើការ set វាដល់ប្រើ scan ប្រភេទនេះហើយយើងប្រើ scan ប្រភេទនេះបាទទាំង scan នេះយើងអាច set កហ្គែបានបាទសម្រាប់ Nissan បាទនេះវាមានកន្លែង set វាបាទមានទេសិនមានសញ្ញាពងជាកូដមានវ៉ាល់កង់មានអាគុយអូហូមានអាគុយរបស់ BM ទៀតមានប៊ិចមានចង្កូតមានអីច្រើនកុងទ័រអីទៀតណាអញ្ចឹងយើងគ្រាន់តែសតថលណាសត set កហ្គែអញ្ចឹងយើងយកចុចបើកហ្គែនេះគឺយើងយកប្រភេទម៉ាកមួយបាទអញ្ចឹងយើងយក Nissan អញ្ចឹងយើងចុចយក Nissan អូខេយក Nissan យើងយកបាទយើងយកពាក្យថា hot or function បាទ function នេះគឺយើងចូលកន្លែងស្រ័យក្រងទីមាន2នេះណាមាន check ហើយនឹងនេះអូខេមាន2ហ្នឹងអញ្ចឹងយើងចូលមកនេះយក engine យើងចឹង check មើលអំពីបញ្ហា check របស់ engine តើមាន check អីខ្លះបាទអញ្ចឹងយើងមើលភពវាឥឡូវនេះវាកំពុងតែ running ចឹងក្នុងនេះវាមាន read code បាទវាមាន read code មាន erase code មាន ECU information ចឹងយើង read code វាភាសាខាងក្នុងនេះវាមាន check បាទ read code វាកូដវាមានបញ្ហាខ្លះយើងមើលទៅលើនេះវាឃើញហើយបាទមានច្រើនដែរម៉ែកូដបាត់ទៅលុបហើយយើងភាសាយើងមិនបាច់ខ្វល់ពីកូដនេះគឺកូដដូចសម្ងាំងកូដអីផ្សេងៗអាហ្នឹងដូចជាមិនមានជាបញ្ហាអីទេណាកូដនេះក៏ប្រយ័ត្នទៅមើលសិតកគេដែរអញ្ចឹងអីតែចប់បាទឥឡូវយើងចូលកន្លែង set កហ្គែណា set កហ្គែយើងចូលកន្លែងនេះហើយដោយសារឡាននេះយើងធ្វើការបានធ្វើការ set ហើយបាទមុនកុងទ័រជុំវាបានវាឡើងរហូតដល់1500ទៅ1700យើងធ្វើការបាន set ហើយបាទវាមកបានដោយសារតែ7800បាទ standard SIM របស់វាឥឡូវនេះវាកំពុងតែ connecting បាទក្នុងនេះវាដាក់ថា idle air wall learn បានថាកន្លែងនេះគឺយើងសម្រាប់ learn ឬក៏សម្រាប់ reset ជាតងជាមួយ idle ត air ណាអូខេឥឡូវនេះយើងបានធ្វើការ set ហើយបាទ Nissan អូខេអរគុណបាយបាយសម្រាប់ការទស្សនារបស់ការ set កហ្គែរបស់ Nissan អូខេ